បាទសួស្តីសិស្សសាស្ត្រសិស្សទាំងគ្នាឥឡូវនេះយើងមករៀនធ្វើលំហាត់គេឲ្យយើងចូលដាក់កន្សោមខាងក្រោមជាផលគុណកតាទី1គេឲ្យ 6x ក្រេដក 9y ក្រេទី2គេឲ្យ 15x ដក 20y ក្រេទី3គេឲ្យ 4x គីបដក 12x ក្រេ 4x គីបដក 2x ក្រេបូក 14x ចឹងយើងមើលចម្លើយបាទដាក់មកចម្លើយបាទចឹងដាក់មកទី3យើងធ្វើអីគេគឺដាក់កន្សោមជាផលគុណកតាសេគោលបំណងមកណាដាក់កន្សោមជាផលគុណកតាបាទអញ្ចឹងទី1បាទទី1យើងមើលគឺឲ្យមក6 x ក្រេដក 9 y ក្រេបាទអញ្ចឹងអានេះឯកទេសទី1យើងអាចសរសេរយើងមើលនេះយើងមើលលេខ6និង9 6វាអាចសរសេរថា3គុណឲ្យ2ហើយគុណនឹង x ក្រេអញ្ចឹងវាបានគុណទៅបាន6x ក្រេដដែលដូចគ្នាដែរ9គឺយើងយក3គុណឲ្យ3 y ក្រេអញ្ចឹងយើងមើលឯកទេសទាំងពីរហ្នឹងវាមាន3ដូចគ្នាអញ្ចឹងយើងចាប់3ឯកតាមកចែកឯកទេសទី1វានៅសល់2x ក្រេឯកទេសទី2វានៅសល់3 y ក្រេចានេះយើងធ្វើឲ្យបានទៀតទេគឺចម្លើយហើយណាចុងក្រោយហើយជិះមើលទី2បាទទី2គេឲ្យមក15x ដក 20y ក្រេបាទជាងដាក់មកយើងធ្វើដូចគ្នា15គឺបានពី5គុណឲ្យ3ហើយ x គុណ x ដដែល20គឺយើងបាន5គុណឲ្យ4ហើយយើងដាក់ y ក្រេដដែលមកដោយសារអី x ក្រេវាខុសគ្នាចាប់អត់បានទេចឹងនេះយើងឃើញមាន5ដូចគ្នាយើងចាប់5ជាកតាមកអញ្ចឹងឯកទេសទី1វានៅសល់ 3x ដកឯកទេសទី2នៅសល់ 4y ក្រេបាទនេះយើងបានតែប៉ុណ្ណឹងយើងធ្វើអត់បានទេណាយើងកុំឆ្ងល់ច្រើនណាទុកប៉ុណ្ណឹងអញ្ចឹងយើងមើលទី3គេឲ្យមកគឺ 4x គីបបាទ4x គីបដក 2x ក្រេបូក 14x បូក 14x បាទអញ្ចឹងស្មើឥឡូវនេះយើងមើលឯកទេសទាំង3ណានេះទាំង3ហ្នឹងបើយើងមើលលេខយើងអាចចាប់2ជាកតាបានបាទលេខយើងចាប់2ជាកតាបានបាទតែដាក់មុខកញ្ចក់លេខអានេះចាប់2វានៅសល់2ណាយើងសល់2 1 7គុណ2 4ហើយយើងនេះខ្ញុំដាក់ដកសិនមកអានេះយក2អស់ហើយបូកអញ្ចឹងអានេះ14នេះយើងយក2កតាវានៅសល់7បាទបន្ទាប់មកយើងមើលអក្សរអានេះ x ក្រេ x គីបអញ្ចឹងយើងអាចយក x ជាកតាមួយទៀតអញ្ចឹងយក x ជាកតាអា x គីបនេះវានៅសល់ x ក្រេហើយ x ក្រេនេះវានៅសល់ x ដល់ពេលអានេះ x អស់ហើយអញ្ចឹងសល់7អញ្ចឹងចម្លើយវាគឺ 2x កតាឲ្យ 2x ក្រេដល់ x បូក7បងប្អូនចង់បែកដូចអាទី1ទី2ក៏បានដែរប៉ុន្តែនេះខ្ញុំធ្វើវាកាត់បន្តិចណាអញ្ចឹងវាជាចម្លើយចុងក្រោយ